សួស្តីបងប្អូនអរគ្នាថ្ងៃនេះគ្រាន់តែឡាយលេងតាក់ទងជាមួយនឹងយើងអាចមានសំណួរអីបងប្អូនអាចសួរខ្ញុំបានប៉ុន្តែខ្ញុំគ្រាន់តែឡាយដើម្បីបង្ហាញបងប្អូននៅទស្សនវិជ្ជាខ្លះនៅផាតមួយកន្លែងដែលនៅតំបន់ខ្ញុំរស់នៅបងប្អូនអាចមើលនៅទីនេះបើការ live នេះគឺខ្ញុំអត់ព្រៀងទុកទេខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនមើលឃើញទស្សនវិជ្ជាខ្លះតែប៉ុណ្ណោះហើយដោយសារតែឃើញកន្លែងនេះគឺស្អាតអញ្ចឹងបងប្អូនអាចចូលរួមមើលទស្សនវិជ្ជានៅក្នុងផាករបស់គេនេះនៅសួនគេនេះគឺពេលនេះគឺវានៅចូលស្លឹកឈើហ្នឹងប្រែចាប់ផ្ដើមលាស់ឡើងវិញអញ្ចឹងយើងឃើញទស្សនវិជ្ជាហ្នឹងរៀងស្អាតហើយបងប្អូនមើលឃើញនៅទីនេះគឺសិតតែនៅក្នុងព្រៃគេមានផ្លូវគេស្រួលងាយស្រួលធ្វើដំណើរអញ្ចឹងហើយបងនិយាយចំទៅខ្ញុំអត់មានបានចង់និយាយតាក់ទងជាមួយនឹងកម្មវិធីឆ្នោតអីទេប៉ុន្តែបើសិនបើបងប្អូនអ្នកមើលនឹងគាត់ចង់សួរសំណួរអីផ្សេងខ្ញុំបើកចំហឲ្យបងប្អូនសួរដើម្បីឲ្យក្រែងលោមានចម្ងល់អីតាក់ទងជាមួយនឹងការដែលយើងចង់លេងឆ្នោតផ្សងសំណាងកម្មវិធី DV ឬក៏ចម្ងល់តាក់ទងជាមួយនឹងការបំពេញទម្រង់ DS 260ក្រោយពីជាប់ឆ្នោតបញ្ហាបំពេញបញ្ហាជាមួយនឹងចំណុចមួយចំនួនទៀតពាក់ព័ន្ធជាមួយនឹងដូចជាសមាជិកគ្រួសារឬក៏អ្វីដែលគិតថាវារៀងមិនច្បាស់នៅឡើយបងប្អូនអាចសួរបានខ្ញុំចែករំលែកឲ្យពីព្រោះអីវាមិនចំណាយពេលច្រើនទេគ្រាន់តែឆ្លើយតបជាមួយនឹងបងប្អូនទៅតាមពេលវេលាដែលខ្ញុំអាចធ្វើទៅបានតែប៉ុណ្ណឹងហើយហ្នឹងហើយមែនតើគឺនិយាយឲ្យខ្ញុំចង់គ្រាន់តែបញ្ជាក់បងប្អូនដែលយើងជាប់ឆ្នោតហ្នឹងมันចាំបាច់ថាយើងហ្នឹងត្រូវបំពេញ DS 260ហ្នឹងភ្លាមទេបើសិនបើបងប្អូនពុំទាន់មានឯកសារគ្រប់គ្រាន់ឬក៏មានព័ត៌មានជាពិសេសអត្តសញ្ញាណជាពិសេសលិខិតឆ្លងដែនបងប្អូនត្រូវធ្វើឲ្យបានរួចរាល់សមាជិកទាំងអស់ដើម្បីយកមកបំពេញប៉ុន្តែទោះជាយ៉ាងណាបងប្អូននៅតែអាចបំពេញវាបានជាបដាក្នុងគណៈពេលដែលយើងរងចាំទទួលបាននៅប៉ាសពតហ្នឹងនៅក្នុងដៃអញ្ចឹងការធ្វើបែបនេះគឺពន្លឿននៃការបំពេញ DS 260ផងដែរវាយ៉ាងពិបាកបន្តិចសម្រាប់បងប្អូនដែលអត់ធ្លាប់បំពេញទម្រង់នឹងពីមុនមកជាពិសេសលក្ខណៈគ្រួសារតែម្ដងអញ្ចឹងដូចខ្ញុំធ្លាប់ជួយបងប្អូនយើងដែរគាត់ពឹងពាក់មកកាន់ខាងខ្ញុំដើម្បីផ្ដល់សេវាកម្មជួយបំពេញ DS 260ហ្នឹងគឺ
គាត់ដឹងហើយគឺការធ្វើរបស់ខ្ញុំហ្នឹងគឺធ្វើដោយឲ្យបានត្រឹមត្រូវបំផុតទើបយើងអាច submit តម្រង់នឹងជាផ្លូវការទៅកាន់ខាង KCC នឹងអញ្ចឹងជំហាននេះគឺវាសំខាន់សម្រាប់បងប្អូនបន្តទៅដល់ការសម្ភាសសុំទិដ្ឋាការក្នុងកម្មវិធីដែលយើងជាប់ឆ្នោតDV នឹងសួស្តីបងពុទ្ធិហ្នឹងហើយវាជាប់ឆ្នោតមួយវាមិនមែនជាដូចថាវាមិនងាយណាបើយើងគិតមែនតែនទៅសម្រាប់យើងអ្នកខ្លះដាក់រហូតដល់4-10 ឆ្នាំក៏មានដែរបងប្អូនអើយប៉ុន្តែអ្នកខ្លះក៏មានដាក់តែ1ឆ្នាំ2ឆ្នាំមានបងប្អូនយើងក៏ធ្លាប់ឲ្យខ្ញុំដាក់ណាកាលពីឬក៏ពិនិត្យមើលរូបថតអីអញ្ចឹងគាត់ message គាត់សួរមកខ្ញុំវិញថាបងឆ្នាំហ្នឹងខ្ញុំជាប់ហើយខ្ញុំសាកដាក់ខ្លួនឯងអាហ្នឹងយើងមើលមិនឃើញអញ្ចឹងវាអាស្រ័យទៅលើសំណាងដែរនិយាយចំទៅហើយខ្ញុំនៅនឹកឃើញការពីខ្ញុំធ្វើវីដេអូចែកម្លែកដំបងហ្នឹងបងប្អូនយើងគាត់សួរឆ្នោតអាមេរិកហ្នឹងស្អីគេគួរអស់សំណើចដោយសារតែគាត់អ្វីដែលគាត់មានន័យហ្នឹងគាត់ចង់ថាអាឆ្នោតយើងចាក់កតុយលេខអីអញ្ចឹងណាបាទមែនតែនទៅវាមិនអញ្ចឹងទេឆ្នោតហ្នឹងគឺកម្មវិធីគេមានច្បាប់គេចែងមកសម្រាប់ផ្ដល់ទៅឲ្យបណ្ដាប្រទេសដែលមានអត្រានៃការធ្វើអន្តោប្រវេសន៍មកសហរដ្ឋអាមេរិកហ្នឹងវានៅកម្រិតទាបណាអញ្ចឹងមានប្រទេសជាច្រើនមិនមានតែកម្ពុជាយើងទេប៉ុន្តែកម្ពុជាយើងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលគេផ្ដល់នៅទិដ្ឋាការខាងឆ្នោត DV ហ្នឹងប៉ុន្តែឥឡូវហ្នឹងខ្ញុំគិតថាបងប្អូនយើងលែងឆ្ងល់ហើយព្រោះអីមានអ្នកចែកចម្លែកជាច្រើនគាត់បានធ្វើឡើងអញ្ចឹងបងប្អូនយើងយល់ថានិយាយពីកម្មវិធីឆ្នោតអាមេរិកឬក៏ឆ្នោត DV ហ្នឹងគឺជាប្រភេទកម្មវិធីមួយដែលផ្ដល់នៅទិដ្ឋាការមករស់នៅនិងធ្វើការស្របច្បាប់នៅសហរដ្ឋអាមេរិកនេះបើបងប្អូនដាក់ដោយខ្លួននៅលាវបងប្អូនមកតែឯងអញ្ចឹងហើយបើសិនបើមានគ្រួសារមានកូនទៀតបងប្អូនអាចសម្ដៅយកសមាជិកគ្រួសារទាំងអស់ហ្នឹងមកជាមួយអញ្ចឹងបាទនេះកន្លែងមានកន្លែងគេឲ្យយើងទឹកតាមសាធារណៈនៅនេះម៉ោង7:27ល្ងាចបងប្អូននៅភ្លឺនៅឡើយហើយជាម៉ោង8ជាងអីចាប់ផ្ដើមល្ងឹតបើនៅស្រុកខ្មែរយើងថាជាម៉ោង6:27ពេលព្រឹកណាអូខេបងប្អូន
chẳng nhưng trong chạy lấy nơi cả đại dương đã chập vào ròm lên những cầm thì nào nắng vì chỉ cả chập đòi chạy đòn tất cả mình một bộ là cứ đi tha là pe dương cho mua lên nào rồi năm nắng cứ mua bao nhiêu nắng nâng cho được nông propon system ok nâng hai nè đã thua cả control từ lừa cầm thị trường nào nó cứ cái hai tha KCC nó cứ chia sạp ban mũi đại can từ càng này cầm thị trường nào DV nâng chẳng được riêng ro khai đọc từ khai đọc mùi nó bông bồn chập đào mà cho mua lên nào nâng bà này ở tại nè đại miền lệ khan trầm nhà bát chập pi thằng đọc pi làng tới nó miền chọp đọc pi dương chập đào lên bà nàyហើយចំពោះខ្ញុំប្រសិនបើបងប្អូនមានមងក្នុងការដូចថាមកអាមេរិកហ្នឹងអាហ្នឹងគឺជាចំណុចមួយដែលយើងពុំគួរមើលរំលងជាពិសេសបងប្អូនដែលមានកូនឬក៏ឪពុកម្ដាយដែលមានបាក់ឌុបអញ្ចឹងណាយើងអាចដាក់នៅកម្មវិធីមួយហ្នឹងយើងមើលមិនឃើញពេលខ្លះអាចជាប់នៅពេលណាមួយហើយវាងាយស្រួលលក្ខខណ្ឌវាឲ្យតែយើងមានអ្វីដែលជាលក្ខខណ្ឌតម្រូវរៀនជាប់ថ្នាក់ទី12ហ្នឹងនៅពេលបងប្អូនសម្ភាសនៅស្ថានទូតគឺប្រកបណាស់បើសិនបើយើងអត់មានបោកកុហកភូតផលគេទេគឺយើងច្បាស់ជាទទួលបាននៅវីសានៅពេលនោះហើយមួយវិញទៀតប្រសិនបើជាបងប្អូននិយាយចំទៅខ្ញុំមានបទពិសោធន៍យ៉ាងច្រើនដែរជួបជាមួយនឹងបងប្អូនយើងផ្សេងដែលគាត់មានបញ្ហានៅក្នុងការលេងនៅក្នុងកម្មវិធីឆ្នោតនៅពេលកន្លងមកបាទអញ្ចឹងទាំងអស់នោះគឺភាគច្រើនខ្ញុំបានធ្វើការចែករំលែកនៅក្នុងវីដេអូរបស់ខ្ញុំដែលធ្វើកន្លងយូរឆ្នាំដែរហើយតាំងពីឆ្នាំ2020រហូតមកដល់ឥឡូវហ្នឹងខ្ញុំតែងតែធ្វើផុសនៅក្នុង Facebook page DVKH ហ្នឹងហើយនឹងនៅក្នុង YouTube DVKH បងប្អូនអាចទៅមើលនៅទីនោះអញ្ចឹងមានចំណុចមួយចំនួននោះគឺប្រហែលជាបងប្អូននឹងអត់បានដឹងអំពីបញ្ហាផ្សេងដែលអាចកើតមាននៅក្នុងកម្មវិធីឆ្នោតហ្នឹងអញ្ចឹងភាគច្រើនខ្ញុំចែកម្លែករួចរាល់ហើយបងប្អូនដែលធ្លាប់មើលវីដេអូខ្ញុំកន្លងមកហ្នឹងគឺបានដឹងតាក់ទងជាមួយនឹងចំណុចហ្នឹងប៉ុន្តែបើសិនបើបងប្អូនថ្មីអត់ទាន់ដឹងថាFacebook page របស់ខ្ញុំនឹងមានអីគេខ្លះបងប្អូនអាចចូលទៅហើយជួយចែករំលែកបន្តទៅដើម្បីឲ្យបងប្អូនយើងមើលហើយខ្ញុំគិតថាវាភាគច្រើនគឺខ្ញុំផ្ដោតទៅលើកម្មវិធីDV lottery នឹងអញ្ចឹងឆ្នោតសងសំណាងហ្នឹងគឺភាគច្រើនខ្ញុំប្រមូលផ្ដុំនៅក្នុងការចែករំលែកនៅក្នុងវីដេអូផ្សេងនៅក្នុងនោះរួមជាមួយនឹងការ live ឯងការ live គឺនិយាយច្រើនជាងហ្នឹងបងប្អូនខ្លះគាត់សួរខ្ញុំតាក់ទងជាមួយនឹងប្រភេទនៃការធ្វើអន្តរប្រវេសន៍ផ្សេងដូចជា EB3 បើនិយាយមែនតើទៅអាហ្នឹងក៏ខ្ញុំដឹងដែរគ្រាន់ថាខ្ញុំមិនច្បាស់អញ្ចឹងខ្ញុំអត់សូវអត់ហ៊ាននិយាយហ្នឹងឲ្យវាជាក់លាក់ទេព្រោះអីយើងវាមិនមែនមកតាមរយៈហ្នឹងណាខ្ញុំមកតាមរយៈកម្មវិធីឆ្នោតអញ្ចឹងអ្វីដែលខ្ញុំដឹងរៀងបានច្រើនតាក់ទងជាមួយនឹងការធ្វើអន្តរប្រវេសន៍មកអាមេរិកនេះគឺកម្មវិធីឆ្នោត
ប៉ុន្តែយើងមានរូបភាពច្រើនទៀតក្នុងការធ្វើអន្តរប្រវេសន៍ហ្នឹងមានបងប្អូនយើងគាត់សួរថាធ្វើមានជួបាយផ្សេងក្រៅពីលេងឆ្នោតហ្នឹងវាមានដូចជា EB3 ប៉ុន្តែខ្ញុំមិនដឹងថាតើវាចំណាយពេលវេលាប៉ុណ្ណាហើយអស់ថវិកាប៉ុណ្ណាទេប៉ុន្តែអ្វីដែលខ្ញុំដឹងដូចជាវាច្រើនវាចូលខ្ទង់10000ដែរណាហើយអ្នកខ្លះក៏បានមកអញ្ចឹងទៅអ្នកអត់បានមកខ្ញុំមិនដឹងដែរប៉ុន្តែឃើញមានអ្នកមកហ្នឹងបានជោគជ័យដែរប៉ុន្តែមិនដឹងថាគេរត់ឯកសារហ្នឹងវាត្រូវការរយៈពេលប្រមាណទើបគេអាចបានមកដោយទាំងគ្រួសារឬក៏មកលក្ខណៈបុគ្គលអីចឹងណាឥឡូវហ្នឹងគេមានអាប្រភេទវីសាមួយទៀតដែលគេទៅចេញលើល្បីថ្មីនេះគេហៅស្អីគេ HB អីទេខ្ញុំអត់ទាន់បានទៅស្វែងយល់អាហ្នឹងទេប៉ុន្តែ HB3 ក៏អីប៉ុន្តែប្រហែលជាខ្ញុំនិយាយខុសប៉ុន្តែឃើញបងប្អូនធ្លាប់មើលនៅក្នុងវីដេអូដែលគេចែកម្លែកតាមពិតអាហ្នឹងមានយូរហើយអារបៀបដូចថាយើងមានកម្រិតការសិក្សាចាប់ពីបរិញ្ញាបត្រឡើងទៅនៅស្រុកខ្មែរយើងអញ្ចឹងណាឬក៏មានអ្នកខ្លះមានរហូតដល់ថ្នាក់ Master អីចឹងគេអាច apply លក្ខណៈប្រភេទអន្តរប្រវេសន៍តាមរូបភាពហ្នឹងហើយគេចាប់ឆ្នោតអីចឹងបានទៅលើអ្នកណាអញ្ចឹងអ្នកហ្នឹងត្រូវការរត់នៅប្រភេទដូចថាជាមួយនឹងអ្នកដែលជួអ្នកដែលហាយយើងពីអាមេរិកហ្នឹងដើម្បីបន្តដំណើរការរហូតដល់សម្ភាសទឹកតការយកមកធ្វើការនៅអាមេរិកអញ្ចឹងឃើញអានេះជាឃើញយើងបងប្អូនយើងឃើញគេផុសនេះពេលកន្លងមកនឹងឃើញមានកម្មវិធីមួយនឹងដែរហើយអាហ្នឹងវាអត់សូវតន់មានដឹងទូលំទូលាយហើយខ្ញុំក៏អត់តន់សិក្សាស្វែងយល់វាបានច្បាស់លាស់ទេអញ្ចឹងគាត់ថាបើសិនបងប្អូនសួរថាវាមានកម្មវិធីផ្សេងទៀតមានហ្នឹងដែរក្រៅពីយើងមានរបៀបដូចថាមានការធានាលក្ខណៈគ្រួសារលក្ខណៈគូតរឹងហ្នឹងហើយអូខេបងប្អូនខ្ញុំគិតថាក៏ចង់ចែកម្លែកមើលទស្សនភាពនៅសួនមួយកន្លែងដែលជាតំបន់ដែលខ្ញុំរស់នៅអញ្ចឹងអត់មានអីទេបងប្អូនក៏ចង់និយាយតិចតួចតទៅជាមួយនឹងកម្មវិធីឆ្នោត DV ហ្នឹងហើយបើសិនបើបងប្អូនមានសំណួរបងប្អូនអាចដាក់ comment នៅក្នុងការ live នេះគឺខ្ញុំនឹងធ្វើការព្យាយាមឆ្លើយតបទៅវិញបាទដូចខ្ញុំនិយាយប្រាប់បងប្អូនអញ្ចឹងជាទូទៅកម្មវិធីឆ្នោតហ្នឹងគឺវាមិនមានអីបញ្ហាអីដែលយើងត្រូវដូចថាមើលរំលងណាបើយើងមានបំណងមែនក្នុងការមកអាមេរិកហ្នឹងជាចំណុចមួយដែលយើងទោះបីយើងធ្លាក់1ឆ្នាំ2ឆ្នាំ3ឆ្នាំវាមានអីដែលបើចំពោះខ្ញុំវិញឲ្យទៅថាគោលបំណងយើងថាចង់មកអូខេមួយឆ្នាំដាក់ម្ដងទោះបីធ្លាក់មួយដងក៏មិនខ្វល់ដែរវាអាចថ្ងៃណាមួយយើងអាចមានសំណាងទៅជាប់មើលមិនឃើញទេអញ្ចឹងណាបាទអញ្ចឹងដូចការពីឆ្នាំទៅនេះខ្ញុំដាក់ឲ្យបងប្អូនយើងហ្នឹងគាត់មានជាគ្រួសារដាក់បញ្ញាប់ផងហើយឥឡូវហ្នឹងគាត់បានមកដូចនៅChicagoទាំងគ្រួសារគាត់មានកូនដល់ដូចជា2នាក់
ពីអ្នកអញ្ចឹងណាប្តីប្រពន្ធគាត់ជាគ្រូបរិញ្ញាអញ្ចឹងណាសំណាងរបស់គាត់ដាក់ទៅជាប់ខ្ញុំដាក់ឲ្យហើយទាំងគ្រួសារហើយឥឡូវហ្នឹងគាត់បានមកថ្មីបានមកប្រហែល1ខែ2ខែបានទទួលឯកសារអស់ហើយទាំង green card ទាំង social អីហ្នឹងអញ្ចឹងរងចាំដល់ពេលវេលាដែលគាត់ធ្វើគេហៅ driver license ហើយរៀបចំរកការងារធ្វើតែម្ដងហ្នឹងហើយអូខេបងប្អូនអាចមានសំណួរអាចសួរខ្ញុំបានហើយខ្ញុំនឹងព្យាយាមឆ្លើយតបទៅវិញអរគុណខ្ញុំមានតែប៉ុណ្្នឹងទេជំរាបលាទាំងអស់គ្នាសុខសប្បាយ